បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងមកធ្វើវីដេអូថ្មីមួយយកមកចែករំលែកជូនទៅដល់បងប្អូនទាំងអស់គ្នាសារជាថ្មីម្ដងទៀតទាក់ទងទៅនឹងពីរបៀបចូលទៅដាក់ពាក្យស្នើសុំប្រាក់កម្ចីនៅក្នុងគណនីវិញរបស់បងប្អូនបាទកាលពីវីដេអូមុនខ្ញុំធ្លាប់ធ្វើការបង្ហាញប្រាប់បងប្អូនម្ដងហើយទាក់ទងទៅនឹងដាក់ពាក្យស្នើសុំប្រាក់កម្ចីនៅក្នុងធនាគារ AC Lida កាលពីវីដេអូមុនណាចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញឲ្យបងប្អូនទាំងអស់គ្នាចេះចូលទៅដាក់ពាក្យស្នើសុំប្រាក់កម្ចីនៅក្នុងគណនីរបស់បងប្អូនវិញម្ដងបាទមុននឹងឈានចូលទៅដល់ការបង្ហាញប្រាប់ពីវិធីសាស្ត្រឲ្យបងប្អូនចេះដាក់ពាក្យស្នើសុំប្រាក់កម្ចីនៅក្នុងគណនីវិញរបស់បងប្អូនបានខ្ញុំសូមធ្វើការបញ្ជាក់ជូនទៅដល់បងប្អូនទាំងអស់គ្នាបន្តិចដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នាយល់ច្រឡំបាទលក្ខខណ្ឌដែលយើងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីនៅក្នុងគណនីវិញរបស់យើងបានទី1បងប្អូនត្រូវតែបង្កើតគណនីវិញបាទឲ្យមានលក្ខណៈគេហៅថាត្រូវទៅតាមស្តង់ដាររបស់ក្រុមហ៊ុនវិញទី2ក្នុងការបើកគណនីវិញនេះគឺបងប្អូនត្រូវតែចាប់បើកបានចាប់ពី1អាទិត្យឡើងលើហើយយើងត្រូវតែធ្វើការរងចាំឲ្យខាងក្រុមហ៊ុនវិញនឹងគិតដល់សិទ្ធិបាទផ្ដល់សិទ្ធិឲ្យយើងនឹងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីនៅក្នុងគណនីយើងបានបងប្អូនណានឹងហើយមានន័យថាឲ្យតែយើងមានគណនីវិញគ្រប់តែគ្នាយើងអាចដាក់ពាក្យស្នើសុំបានមិនទេបងប្អូននឹងហើយគឺយើងត្រូវតែគោរពទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនធនាគារវិញដែរបាទគណនីខ្លះយើងទើបតែបង្កើតបាន2ថ្ងៃឬក៏1ថ្ងៃអញ្ចឹងយើងមិនអាចដាក់ពាក្យស្នើសុំបានទេបងប្អូនណាយើងត្រូវតែរងចាំចាប់ពី1អាទិត្យឡើងលើទៅទើបយើងអាចដាក់ពាក្យស្នើសុំបានបាទហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបញ្ជាក់ប្រាប់បងប្អូនថាគណនីខ្លះគឺយើងមិនអាចគេហៅថាដាក់ពាក្យស្នើសុំបានទេដោយសារតែគណនីយើងនឹងវាជាន់គ្នាណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងមកបញ្យល់ម្ដងមួយឲ្យបងប្អូនទាំងអស់គ្នាបានយល់បាទជាមុនដំបូងបងប្អូនទាំងអស់គ្នាហើយបងប្អូនត្រូវតែចុចចូលទៅក្នុង app គណនីវិញដែលមាននៅលើទូរស័ព្ទដៃរបស់បងប្អូនមកគឺនៅត្រង់កន្លែងខ្ញុំគូមកពើខខហើយមានបាយសញ្ញាព្រួយនៅចំពីលើហ្នឹងបាទហ្នឹងហើយបងប្អូនចុចចូលមកបាទបន្ទាប់ពីយើងបានចុចចូលមកបងប្អូននឹងឃើញតម្រូលលក្ខណៈបែបនេះអញ្ចឹងខ្ញុំនឹងបញ្យល់ម្ដងមួយដើម្បីប្រាប់បងប្អូនទាំងអស់គ្នាបាទជាងហ៊ាមុនដំបូងខ្ញុំបញ្យល់អំពីគេហៅថាគណនីគ្រប់លក្ខខណ្ឌរបស់ក្រុមហ៊ុនធនាគារវិញសិនបងប្អូនណាហ្នឹងហើយចុះបងប្អូនមកចុចត្រង់កន្លែងនេះមុននឹងបងប្អូនចូលទៅដាក់ពាក្យស្នើសុំប្រាក់កម្ចីហ្នឹងហើយបងប្អូនត្រូវតែពិនិត្យមើលនៅក្នុង profile របស់បងប្អូនហ្នឹងថាតើគ្រប់លក្ខណៈលក្ខខណ្ឌដែលខាងក្រុមហ៊ុនវិញគិតបានកំណត់ឲ្យយើងឬនៅបងប្អូនមកចុចត្រង់កន្លែងនេះកន្លែងខ្ញុំគូបងពើក្រហមនេះហើយហ្នឹងបងប្អូនមកចុចចំទៅនឹងមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យថាមើលព័ត៌មានផ្ទាល់ខ្លួននេះត្រង់កន្លែងនេះបងប្អូនណាហ្នឹងហើយខ្ញុំបងប្អូនមកចុចទៅនឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនត្រូវចំណាំថាគណនីវិញដែលយើងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីនៅក្នុងគណនីយើងបានតែនៅត្រង់កន្លែងនេះចេញសញ្ញាគ្រីស
ពើបៃតងបងប្អូនឃើញទេចេញសញ្ញាគ្រីសពើបៃតងដូចចំទៅលើកន្លែងចុងព្រួយខ្ញុំបានអស់លើអានឹងទៅយើងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីជាមួយនឹងធនាគារវិញបានបើសិនជាទៅត្រង់ទៅនឹងអត់ចេញសញ្ញាគ្រីសពើបៃតងទេយើងមិនអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីបានទេបងប្អូនណាហ្នឹងហើយបងប្អូនត្រូវយល់ពីទៅនឹងផងបាទហ្នឹងហើយចឹងយើងងាកមកក្រោយវិញទៀតបន្តមកទៀតបន្ទាប់ពីបងប្អូនបានពិនិត្យមើលនៅក្នុងprofile គណនីរបស់បងប្អូនហើយបងប្អូនមើលឃើញថាគ្រប់លក្ខខណ្ឌពេញលក្ខណៈអាចឲ្យយើងនេះចូលទៅដាក់ពាក្យសពប្រាក់កម្ចីបានហើយបងប្អូនមកចុចត្រង់កន្លែងពាក្យថាកម្ចីឃើញទេកន្លែងខ្ញុំគូបងពើកុហកមានបីសញ្ញាព្រួយចោលពីលើហ្នឹងបងប្អូនចុចចោលពីលើបកមកបាទបន្តមកយើងធ្វើការរងចាំខ្ញុំនឹងបញ្ជាក់ប្រាប់បងប្អូនមួយបាទដើម្បីឲ្យបងប្អូនបានយល់បាទយើងធ្វើការរងចាំសិនបងប្អូនណាហ្នឹងហើយរងចាំមួយភ្លាតសិនបងប្អូនដោយសារតែអ៊ីនធឺណិតខ្ញុំនឹងរៀង slow បន្តិចសូមធ្វើការអធិស្ឋានផងបាទអូខេបើដល់ចំណុចត្រង់កន្លែងនេះគឺជាកន្លែងដែលយើងដាក់ស្នើសុំកម្ចីប្រាក់ជាមួយធនាគារវិញបានភ្លាមមានន័យថាយើងមិនចាំបាច់រងចាំឲ្យខាងធនាគារហ្នឹងគេពិនិត្យមើលព័ត៌មានយើងចេះចុះទេបងប្អូនណាហ្នឹងហើយអូខេចឹងខ្ញុំនឹងបញ្យល់ប្រាប់ថាការដែលយើងកម្ចីប្រាក់ត្រង់កន្លែងនេះគឺយើងខ្ចីបានតែ$50ទេហ្នឹងហើយបងប្អូនមកមើលត្រង់កន្លែងនេះមុននឹងបងប្អូនដាក់ចិត្តដាក់គំនិតកម្ចីប្រាក់ហ្នឹងហើយស្នើសុំកម្ចីប្រាក់ជាមួយធនាគារវិញបងប្អូនមកមើលត្រង់កន្លែងនេះបាទចំនួន$50ហ្នឹងគឺយើងអាចកម្ចីបានចាប់ពីអាទិត្យឡើងលើបងប្អូនណានេះហើយការប្រាក់គឺ0%ហ្នឹងហើយ$50ហ្នឹងគេមិនអោយយើងគ្រប់ទាំង$50ទេបងប្អូនគឺគេកាត់ថ្លៃសេវាដែលគេពិនិត្យមើលថាតើឈ្មោះយើងនឹងខូច CBC ឬអត់អញ្ចឹងគេកាត់$5.50បងប្អូនឃើញទេកន្លែងចុងព្រួយខ្ញុំបាទចូលអស់លើបាទចឹងចំនួនប្រាក់ដែលយើងទទួលបានគឺយើងបានតែ$44.50ទេបងប្អូនណាហ្នឹងហើយចឹងបើសិនជាបងប្អូនសងទៅគេវិញគឺសងឲ្យគ្រប់ចំនួន$50ណាបងប្អូនហ្នឹងហើយបន្តពីបងប្អូនពិនិត្យមើលព័ត៌មានបងប្អូនសម្រាប់ចិត្តថានឹងកម្ចីប្រាក់នឹងបងប្អូនមកចុចត្រង់កន្លែងពាក្យថាយកប្រាក់កម្ចីឥឡូវនេះបងប្អូនឃើញទេនេះកន្លែងចុងព្រួយខ្ញុំបានចូលណាប៉ុន្តែបើសិនជាបងប្អូនគិតថាអត់ចង់កម្ចី$50ទេបងប្អូនចង់កម្ចី30ឬក៏20បងប្អូនមកចាប់ទាញអាកន្លែងនេះអាកន្លែងខ្ញុំមកគូបងប្អូនកខនេះបងប្អូនណានេះឃើញទេបាទបងប្អូនចាប់ទាញឧទាហរណ៍40ហ្នឹងហើយយើងបានថា35.60សេនទេបើសិនបងប្អូនយក30បងប្អូនបាន26.70សេនទេបើសិនជាបងប្អូនចង់យក20គឺបងប្អូនបានតែ$17.80សេនបាទចឹងបងប្អូនមកចុចត្រង់កន្លែងនេះបកមកហ្នឹងហើយចុចបកមកតើមកបើសិនជានៅក្នុងគណនីរបស់បងប្អូនលោតបង្ហាញបែបនេះបងប្អូនហ្នឹងហើយមានន័យថាគណនីគោលរបស់បងប្អូននឹងដូចគ្នាហ្នឹងហើយចឹងគេទាមទារឲ្យគណនីគោលរបស់បងប្អូនហ្នឹងបាទគឺជាគណនីគោលប្រាក់$កុំដាក់គណនីគោលជាប្រាក់រៀលបងប្អូនហ្នឹងហើយគេទាមទារឲ្យយើងហ្នឹងដាក់ជាប្រាក់$ទៅយើងអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីបានហ្នឹងហើយអូខេអញ្ចឹងបងប្អូនយល់ណា
ចឹងខ្ញុំនឹងបង្ហាញថាដូចមិនដេចដែលគេហៅថាកណន័យគោលចឹងខ្ញុំសូមមើលចុចថយក្រោយបាទខ្ញុំចុចថយក្រោយហើយបងប្អូនមកចុចត្រង់កន្លែងពាក្យថាកណន័យខ្ញុំបងប្អូនឃើញទេកន្លែងចុងព្រួយខ្ញុំបានចូលអស់ហ្នឹងបងប្អូនចុចចំពីលើមកបាទបន្ទាប់ពីយើងបានចុចចំពីលើបងប្អូននឹងឃើញទម្រង់លក្ខណៈបែបនេះនេះបងប្អូនចង់ដឹងថាកណន័យគោលហ្នឹងគឺកណន័យល្មិចបងប្អូនមកមើលអក្សរត្រង់កន្លែងនេះត្រង់កន្លែងនេះគឺគេដាក់ថាប្រាក់រៀលជាគោលមានន័យថាយើងបង្កើតលេខកណន័យហ្នឹងគឺជាប្រាក់រៀលចឹងគេចង់ឲ្យយើងនឹងបង្កើតកណន័យប្រាក់ដុល្លារធ្វើជាកណន័យគោលអានោះទើបយើងអាចស្នើសុំប្រាក់កម្ចីបានបងប្អូនណាហ្នឹងហើយចឹងបងប្អូនត្រូវគិតថាបើសិនជាយើងចង់កម្ចីបងប្អូនត្រូវធ្វើយ៉ាងណាឲ្យកណន័យប្រាក់ដុល្លាររបស់យើងនេះទៅជាកណន័យគេហៅថាប្រាក់គោលគឺប្រាក់គោលមានន័យថាប្រាក់ដើមប្រាក់មុននេះឲ្យអាកណន័យមួយនេះមកនៅខាងលើឲ្យរៀលមកនៅខាងក្រោមវិញបងប្អូនណាគឺយើងបដូរវានឹងបដូរដុល្លារមកនៅខាងលើរៀលបាទអូខេអញ្ចឹងខ្ញុំបញ្ចូលប្រាប់បងប្អូនតែប៉ុណ្្នឹងឯងបាទទាក់ទងទៅនឹងការកម្ចីប្រាក់នៅក្នុងកណន័យវិញរបស់បងប្អូនហើយចាំវីដេអូក្រោយខ្ញុំនឹងមកបង្ហាញប្រាប់ពីរបៀបកម្ចីប្រាក់ឥណទាននៅក្នុងកណន័យរបស់បងប្អូនម្ដងទៀតបាទហើយឥណទាននៅក្នុងកណន័យវិញរបស់បងប្អូនអាចដាក់ពាក្យស្នើសុំចាប់ពី$500ទៅដល់$3,000-4,000បានបងប្អូនណាអញ្ចឹងខ្ញុំបង្ហាញតែប៉ុណ្្នឹងសិនចុះចាំវីដេអូក្រោយខ្ញុំនឹងមកបង្ហាញប្រាប់បងប្អូនម្ដងទៀតសូមអរគុណនិងសូមជម្រាប